ជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូទី2នៃ channel របស់ខ្ញុំហ្នឹងហើយថ្ងៃនេះខ្ញុំមានរឿងចែករំលែកគឺពាក់ព័ន្ធនឹងព្រឹត្តិការណ៍ព្រឺព្រួចដែលកើតឡើងនៅក្នុងភូមិរបស់ខ្ញុំផ្ទាល់ហ្នឹងហើយព្រឹត្តិការណ៍ហ្នឹងគឺកើតដោយសារបរិសម្នាក់ហ្នឹងគាត់បានចងកសម្លាប់ខ្លួនហើយមានរឿងរ៉ាវច្រើនទៀតដែលធ្វើឲ្យគាត់ហ្នឹងដើរលងគេពេញភូមិអ្នកដែលឃើញដែលធ្ងន់ជាងគេហ្នឹងគឺបងជាដូនមួយរបស់ខ្ញុំដែលគាត់នៅរាល់ថ្ងៃហ្នឹងអញ្ចឹងដើម្បីឲ្យអ្នកទាំងអស់គ្នាស្រួលស្ដាប់គឺខ្ញុំសូមវេករឿងហ្នឹងជា2ឬក៏ជា3តាមផ្នែកមួយខ្ញុំនឹងលំអិតប្រាប់អ្នកទាំងអស់គ្នាដើម្បីឲ្យអ្នកគ្នាស្រួលយល់អញ្ចឹងណាអញ្ចឹងរឿងហ្នឹងគឺកើតឡើងនៅឆ្នាំ2005 2006ហ្នឹងហើយប្រវត្តិរបស់រឿងហ្នឹងគឺកើតតាំងពី2004មកហ្នឹងហើយអញ្ចឹង2004ហ្នឹងគឺខ្ញុំអត់ទាន់ដឹងក្តីប្រហែលទេខ្ញុំទៅអាយុ 4-5 ឆ្នាំទេអញ្ចឹងខ្ញុំឮតាមចាស់គាត់និយាយហើយនឹងប្រពន្ធរបស់ខ្មោចចងកហ្នឹងគាត់និយាយអញ្ចឹងណាតោះឥឡូវខ្ញុំសូមនិយាយពីទីកន្លែងរបស់រឿងហ្នឹងបើនេះទីកន្លែងរបស់ខ្មោចចងកហ្នឹងទីកន្លែងហ្នឹងគឺនៅកន្លែងមួយដែលជាប់ជើងភ្នំវារបៀបថាមានអូមួយមកពីភ្នំមកធម្មតានៅជិតភ្នំគឺមានគេហៅបើស្រុកខ្ញុំគេហៅទឹកជប់ប៉ុន្តែទឹកវាមានគ្រប់ប្រាំងគ្រប់ភាសាអញ្ចឹងទៅវាមានកូនអូមួយដើម្បីវាហូរមកក្នុងភូមិអញ្ចឹងណាហ្នឹងហើយប៉ុន្តែខែប្រាំងជាទូទៅវាអត់សូវមានទឹកឯងប៉ុន្តែខែវស្សាគឺមានច្រើនអញ្ចឹងកន្លែងហ្នឹងគឺគេហៅថាតាពាំងដូនកែវហ្នឹងហើយតាពាំងដូនកែវហ្នឹងវាតាពាំងវាធំដែរហើយវាមានរូបស័យជុំវិញហើយបើខែប្រាំងវិញគឺយើងអាចទៅបាចត្រីអាចទៅបងត្រីបានអញ្ចឹងណាប៉ុន្តែខែវស្សាគឺអាចទៅបានទេដោយសារវាមានស្មៅមានអីច្រើនឬក៏ទឹកជ្រៅអញ្ចឹងណាហ្នឹងហើយតាពាំងហ្នឹងហើយចិត្តតាពាំងហ្នឹងគឺមានដើមឈើមួយដែលគេហៅថាដើមយាងហ្នឹងហើយឬក៏ដើមឈើទាលហ្នឹងគឺដើមហ្នឹងគឺវាឆេះតាំងពីតូចមកបើនេះភ្លើងឆេះមកវាកោងវាទៅជាដើមកោងហើយអត់ធំទេប្រប៉ិនភ្លើទេហើយវារៀងទៀបរបៀបថាយើងតោងដៃដល់បើយើងគិតទៅប្រហែលជាយើងថា2ម៉ែត្រកន្លះចុះហ្នឹងហើយ2ម៉ែត្រកន្លះកម្ពស់ហ្នឹងហើយមេឃវាគឺមានដើមវាគឺឡើងស្រួលមែនតើដើមហ្នឹងហើយដើមហ្នឹងក៏នៅរងថ្ងៃដែរគេអត់តន់កាប់តាណាហ្នឹងហើយទីតាំងហ្នឹងគឺនៅកន្លែងហ្នឹងហើយវានៅជាប់ជើងភ្នំហ្នឹងហើយវាឆ្ងាយពីស្រុកភូមិដែរអញ្ចឹងណាបើយើងដើរទៅវាអាចថាកន្លះម៉ោងឲ្យយើងដើរដល់អញ្ចឹងណាហ្នឹងហើយបន្ទាប់មកទៀតខ្ញុំសូមនិយាយពីរឿងរ៉ាវដែលធ្វើឲ្យមានខ្មោចចងកហ្នឹងជាទូទៅនៅស្រុកភូមិរបស់ខ្ញុំសម្បីតែឪពុករបស់ខ្ញុំក៏ដូចគ្នាដែរគាត់ចេញទៅរកស៊ីនៅខាងក្រៅអញ្ចឹងណាគាត់ទៅអាចឈើស៊ីឈ្នួលអាចឈើគេនៅព្រះវិហារនៅបន្តមានជ័យអញ្ចឹងណាសម័យហ្នឹងគឺសម្បូរឈើហើយគេជួលអ្នកអាចឈើអ្នកកាន់ម៉ាស៊ីនអាចឈើហ្នឹងទៅហើយភាគច្រើនទៅគឺ 3-4 ខែបានមកវិញម្ដងអញ្ចឹងណាអញ្ចឹងទៅមានពូមួយគាត់ឈ្មោះពូឆើតហ្នឹងហើយឈ្មោះឆើតហ្នឹងគាត់ទៅរកស៊ីអញ្ចឹងទៅក៏គាត់ទៅយូររហូតដល់កន្លះឆ្នាំអញ្ចឹងទៅក៏គាត់មានទំនាក់ទំនងផ្លូវភេទយើងនិយាយស្រួលស្ដាប់ទៅគាត់មានស្រីមានអីខាងក្រៅអញ្ចឹងហើយនៅសម័យនោះគឺ2006 2007គឺសបូមេរោគហ្នឹងហើយមេរោគអេដហ្នឹងគឺសបូអ្នកឆ្លងអញ្ចឹងគឺគាត់ឆ្លងអេដដោយសារគាត់មានទំនាក់ទំនងជាមួយនារីផ្សេងអញ្ចឹងដល់ពេលគាត់ឆ្លងអេដអញ្ចឹងទៅគាត់អត់តន់មកវិញទេគាត់នៅធ្វើការនៅអីនៅតែផ្ញើលុយមកប្រពន្ធអីធម្មតាអញ្ចឹងណាដល់ពេលអញ្ចឹងទៅគាត់នៅជូររហូតដល់6ខែមួយឆ្នាំអីបានគាត់មកវិញអញ្ចឹងណាពេលគាត់មកវិញគឺនៅពេលដែលគាត់ធ្លាក់ខ្លួនឈឺដោយអ្នកទាំងគ្នាដឹងហើយថាជំងឺអេដគឺកាលណាវានៅក្នុងខ្លួនយើងហើយគឺវាអត់មានធ្វើឲ្យយើងនឹងស្លាប់ទេប៉ុន្តែធ្វើឲ្យយើងរាងកាយយើងចុះខ្សោយហ្នឹងហើយស្គមស្គាំងអញ្ចឹងទៅហើយពេលមានជំងឺអីតិចតួចក៏យើងពិបាកដែរទៅរកពេទ្យអញ្ចឹងណាអញ្ចឹងពេលហ្នឹងគាត់អត់ដឹងថាខ្លួនឯងកាត់អេដដែរប៉ុន្តែដល់ពេលមកផ្ទះអញ្ចឹងទៅប្រពន្ធកូនឬក៏សាច់ញាតិហ្នឹងក៏បានបញ្ជូនគាត់មកសៀមរាបមកខេត្តសៀមរាបពួកកាលហ្នឹងអត់សូវមានពេទ្យប៉ុន្មានទេហើយបញ្ជូនមកហ្នឹងទ្រាំតារ៉ូឡានគេបានត្រូវបរទេសគោមកដល់ថ្នល់ជាតិអញ្ចឹងណាទាំងបានរ៉ូឡានជិះមកបានហ្នឹងហើយពេលគាត់មកទៅសុខភាពគាត់ខ្សោយមែនទែនហើយពេទ្យគេ
អាចជួយបានដោយជាពីជំងឺបន្ទាប់បន្សំហ្នឹងប៉ុន្តែគេធ្វើតេស្តឈាមទៅគឺរកឃើញមេរោគអេដស៍ដល់ពេលអញ្ចឹងទៅពេលគាត់ជាពីជំងឺហ្នឹងទៅអាហ្នឹងមិនមែនជាជំងឺអេដស៍ទេណាគាត់ជាជំងឺដែលចូលមកហ្នឹងទៅក៏គេមានជាលក្ខណៈថ្នាំដើម្បីប្រឆាំងមេរោគហ្នឹងហើយគាត់លេបអញ្ចឹងទៅប៉ុន្តែគាត់ថារូបរាងកាយកាយសម្បទារបស់គាត់គឺអត់ដូចមុនទេសុខភាពគាត់ក៏ខ្សោយដែរគាត់ស្គមស្គាំងអញ្ចឹងទៅដល់ពេលគាត់មកស្រុកវិញក៏រងការរើសអើងហ្នឹងហើយអ្នកទាំងអស់គ្នាដឹងហើយថាអ្នកកើតជំងឺអេដស៍មនុស្សកំពុងតែភ័យរឿងហ្នឹងដោយសារការនោះវិសុអីក៏ដោយគឺមានច្រើនមែនទែនតើទៅនឹងជំងឺអេដស៍ណាដល់ពេលដឹងថាមនុស្សឆ្លងអញ្ចឹងទៅក៏គាត់រើសអើងហ្នឹងហើយសំបីតែប្រពន្ធកូនគាត់ក៏អត់សូវនិយាយរកគាត់ដែរអត់សូវហ៊ាននៅចិត្តអញ្ចឹងណាហ្នឹងហើយដោយសាររងការរើសអើងពីប្រពន្ធពីកូនពីអ្នកជិតខាងអញ្ចឹងទៅក៏គាត់បាក់ទឹកចិត្តហ្នឹងហើយបាក់ទឹកចិត្តអញ្ចឹងទៅក៏គាត់ទៅចង់កសម្រាប់ខ្លួនហ្នឹងហើយគាត់ចង់កសម្រាប់ខ្លួនគឺចង់នៅដើមពពេលកោងដែលខ្ញុំនិយាយពីខាងដើមអញ្ចឹងគឺគាត់ចង់នៅកន្លែងហ្នឹងហើយប្រើកសែងចងកសែងកាម៉ាហ្នឹងហើយគាត់ប្រើកាម៉ាចងហើយប្រពន្ធហ្នឹងចាប់ផ្ដើមបាត់ប្តីអញ្ចឹងទៅក៏ដើររោអ្នកភូមិជួយរោអញ្ចឹងទៅក៏ឃើញអញ្ចឹងទៅហើយគេធ្វើកិច្ចហ្នឹងគឺមិនដឹងថាគេធ្វើយ៉ាងម៉េចដែរគាត់ថាគេជីកម្លុងគេជីម្ដៅឲ្យចំពីក្រោមសពហ្នឹងមកហើយគេកាត់ខ្សែខ្មោចចង្កហ្នឹងកាត់ហើយគេកាត់ហើយគេទម្លាក់មកខាងក្រោមមកហើយចំលុងនោះតែម្ដងហើយគេកប់ហ្នឹងហើយអានឹងជាកិច្ចរបស់គេខ្ញុំអត់ដឹងដែរខ្ញុំអត់សូវយល់កន្លែងហ្នឹងហើយគេកប់ហ្នឹងទៅគេអត់តន់ធ្វើអីគេអត់តន់ធ្វើបន់នេះទេគេគាត់ថាកាត់ប៉ណ្ណឹងគេធ្វើកិច្ចជួយទៅគេកប់នៅហ្នឹងអញ្ចឹងណាហើយមួយរយៈក្រោយមកដូចជាមិនដល់មួយឆ្នាំហ្នឹងហើយប្រហែលជា7 8ខែហ្នឹងទៅស្រាប់តែមានអ្នកលេងក្នុងភូមិហ្នឹងអ្នកលេងក្នុងភូមិហ្នឹងក៏គេមានជំនឿថាកម្មាដែលខ្មោចចងកហ្នឹងគឺប៉ាកែគេយកទៅធ្វើរបស់ស័ក្តិសិទ្ធិយកទៅបញ្ចុះអាគមមួយចដើមអានឹងតាមរបស់គេជឿអញ្ចឹងណាហ្នឹងហើយអញ្ចឹងក៏គេទៅជីកយកហ្នឹងហើយគេទៅជីកយកហើយម្នាក់ដែលជីកយកហ្នឹងនៅរស់ដល់សប្តាហ៍គាត់ថាការហ្នឹងអត់ទាន់មានការប្រឹងផ្ដាល់អីទេគេជីកយកគេជីកសពហ្នឹងមកហើយគេស្រាយយកកសែងហ្នឹងហើយកប់សពហ្នឹងទៅវិញទៅហើយចាប់ពីពេលហ្នឹងមកគឺខ្មោចហ្នឹងចាប់ផ្ដើមចេះលងគេហ្នឹងហើយក្នុងភូមិគឺពិបាកមែនទេឥឡូវខ្ញុំសូមនិយាយបកក្រោយតិចមុនពេលដែលគេធ្វើកិច្ចដែលគាត់ស្លាប់ហើយគេធ្វើកិច្ចដែលខ្ញុំនិយាយថាគេកាត់កន្សែងគេកាត់ខ្សែហ្នឹងមកធ្លាក់មកគេកប់ហ្នឹងគឺអត់ដែរមានលងអ្នកណាទេប៉ុន្តែក្រោយពេលដែលមានគេទៅជីកយកកម្មាហ្នឹងគឺលោកហ្នឹងហើយពេលយប់ចឹងទៅគេឮសំឡេងដើរសំឡេងឆ្កែលូអីចឹងទៅឆ្កែប្រុសអីឬសំឡេងយំសំឡេងមនុស្សដើរសើចតាមភូមិអញ្ចឹងណាហ្នឹងហើយដោយសារភូមិរបស់ខ្ញុំកាលពីជំនាន់ហ្នឹងគឺអត់មានផ្លូវថ្នល់អីទេគឺផ្លូវព្រៃទេហើយប្រទេសនៅឆ្ងាយពីគ្នាអញ្ចឹងណាអញ្ចឹងនៅពេលដែលឮអញ្ចឹងទៅឮសំឡេងយំអញ្ចឹងទៅគេគិតថាដោយសារប្រទេសនៅឆ្ងាយគ្នាហើយអត់មានភ្លើងអគ្គិសនីអីទេយើងប្រើជាគៀងហ្នឹងហើយមានតែផ្ទះគេអ្នកមានលទ្ធភាពខ្លះទេអញ្ចឹងណាខ្លះពីច្រើនគេប្រើជាគៀងអញ្ចឹងពីដំបូងដែលឮសលេងហ្នឹងគឺអត់តន់ថាជាខ្មោចទេបើន័យថាគិតថាអ្នកផ្ទះវាយគ្នាឬក៏អ្នកលេងសើចផឹកស៊ីអីស្រែកឡូឡាអញ្ចឹងណាពូសលេងហ្នឹងវាលាយឡំគ្នាពេលខ្លះឮសលេងសើចពេលខ្លះឮសលេងយំពេលខ្លះឮសលេងស្រែកអញ្ចឹងទៅគេអត់គិតតែជាខ្មោច 100% ទេគេគិតថាជាអ្នកភូមិចិត្តគ្នាពុំមើលអត់ឃើញគ្នាទេបើសលេងឮអញ្ចឹងណាឬសាប់ព្រៃជុំវិញអញ្ចឹងណាហើយផ្ទះនៅឆ្ងាយគ្នា20 ម៉ែត្រ 30 ម៉ែត្រទេអញ្ចឹងនៅពេលព្រឹកឡើងក៏និយាយសួរគ្នាអញ្ចឹងទៅក៏ដឹងរឿងថាអត់បានស្រែកអត់បានអីទេហើយណាមួយវាឮនៅពេលយប់ជ្រៅដែរអញ្ចឹងណាអញ្ចឹងក៏សម្រេចថាជឿថាជាខ្មោចហើយយប់បន្ទាប់ទៅគឺឮដូចគ្នាទៀតគឺឮរហូតដល់កន្លះខែអ្នកភូមិគឺខ្លាចគ្រប់គ្នាពិសេសក្មេងៗនៃពួកខ្ញុំឯង
អត់យប់អត់ឲ្យយប់តននេះម៉ែឪគឺយ៉ាងណាគាត់ធ្វើម្ហូបធ្វើអីហើយគាត់ឲ្យយើងចូលដេកមក6អីចឹងគាត់ឲ្យយើងនៅឯពូខ្លាចលឺសំឡេងហ្នឹងទៅយើងខ្លាចបាក់ស្បាតចឹងណាហ្នឹងហើយអ្នកភូមិដូចធ្លាប់ប្រកបរបរអ្នកខ្លះក៏ដើរបាញ់សត្វមិនអីយប់ទៅគាត់អត់ហ៊ានដើរទេគាត់ខ្លាចដោយសារខ្មោចនឹងលោមែនតើដល់ពេលកន្លះខែអីឡើងក៏វារឿងហ្នឹងវានឹងស្ងាត់ទៅវិញអញ្ចឹងណាវាអត់សូវមានករណីលងអីទេហ្នឹងហើយវាស្ងាត់ទៅវិញអញ្ចឹងទៅក៏អ្នកភូមិគេបៀបថារំសាយអារម្មណ៍ទៅលេងគិតរឿងហ្នឹងទៀតហើយក៏គេយើងភ្លេចអញ្ចឹងណាហ្នឹងហើយមួយឆ្នាំក្រោយនៅឆ្នាំ2006ហ្នឹងក៏សាច់ញាតិរបស់គាត់បងប្អូនរបស់គាត់ហ្នឹងក៏បានកោះគាត់មកធ្វើបន់យកមកធ្វើបន់តាមប្រពៃណីដូចជាទូទៅអញ្ចឹងណាមានមនុស្សស្លាប់អញ្ចឹងទៅគេធ្វើបន់មានអាចារ្យមាននិមន្តលោកមានអីអញ្ចឹងទៅមានកិច្ចផ្សេងមានកិច្ចដុតរំលាយតាមប្រពៃណីអញ្ចឹងទៅហ្នឹងហើយឥឡូវងាកមកបងខ្ញុំវិញបងខ្ញុំហ្នឹងគាត់បែបមនុស្សជំទង់មនុស្សអាយុ13 14ហ្នឹងឯងអាហ្នឹងឯង13 14 15ហ្នឹងគឺគាត់ជំទង់ហើយគាត់ចេះដើរបាញ់សត្វហ្នឹងឯងគាត់មានជំនាញក៏ស៊ូគាត់ទៅហើយបានន័យថាក្មេងៗហ្នឹងគាត់វឹកដូចគាត់ជក់នឹងអាដើរបាញ់ហ្នឹងឯងគាត់ដើរបាញ់ពីព្រៃទៅព្រៃនោះព្រៃនេះព្រៃនោះចឹងទៅស្រាប់ថ្ងៃមួយក៏គាត់ដើរដល់ទៅពាំងដូនកែវហ្នឹងឯងអាកន្លែងខ្មោចហ្នឹងប៉ុន្តែគាត់ថាខ្មោចហ្នឹងគេធ្វើបន់ហើយប៉ុន្តែវានៅអណ្ដៅហ្នឹងឯងគាត់ដើរបាញ់ទៅដល់ទៅពាំងដូនកែវហ្នឹងគាត់ដឹងហើយគាត់ដឹងតែកន្លែងហ្នឹងគឺមានហើយប៉ុន្តែគាត់អត់ខ្លាចដោយសារអីក្មេងធម្មតាក្មេងគឺវាមានអាចរិតមួយប្រមាថអត់ដើរគិតទេគឺទៅឈួរទៅឆ្លោះរោស័ព្ទតាមហ្នឹងឯងតរោស័ព្ទនឹងកន្លែងដើមពពែលកោងហ្នឹងឯងពេលទៅគឺឃើញមែនឃើញអាលោកមែនឃើញអាលោក2នៅលើហ្នឹងគាត់ថាអាលោកហ្នឹងគឺវាដេកចិត្តគ្នាទេវាដេកគៀនគ្នាទេពួកជាធម្មតាសត្វលោកគឺវាដេកមកគូចឹងមកដើមមកគូចឹងទៅគាត់ក៏បាញ់ដល់លោកទី1បាញ់ទៅត្រូវធ្លាក់មកធ្លាក់ក្នុងដៅហ្នឹងមកធ្លាក់ចំកន្លែងដៅហ្នឹងហើយបាញ់ទៀតអញ្ចឹងជាធម្មតាបើលលោកធម្មតាយើងបាញ់មួយហើយមួយគឺផ្អើលហើយមួយទៀតគឺផ្អើលហើយប៉ុន្តែលោកហ្នឹងគឺអត់ផ្អើលទេបាញ់មួយធ្លាក់ហើយមួយនៅធម្មតាគាត់ក៏បាញ់ធ្លាក់មួយទៀតហើយធ្លាក់ហ្នឹងគឺធ្លាក់ចូលដៅទាំងអស់ទាំងពីរធ្លាក់ចូលដៅបងខ្ញុំក៏គាត់ហ៊ានខ្លាចដែរប៉ុន្តែពេលហ្នឹងគឺគាត់ថាគាត់បាញ់ត្រូវហើយលោកហ្នឹងគឺលោកមែនតើគាត់ដើរទៅមើលក្នុងដៅហ្នឹងដើរទៅរើសលោកហ្នឹងទៅឃើញលោកមែនប៉ុន្តែគាត់នៅលូកដែរទៅខ្ញុំអត់ដឹងនិយាយបងយាយថាម៉េចទេបើនៅគាត់ថាគាត់ប្រាប់មកថាពេលហ្នឹងគឺក្បាលហ្នឹងគឺឆ្អឹងទៅទេប៉ុន្តែភ្នែកហ្នឹងមិនដាតគេនៅទាំងអស់លៀនចេញមកដូចពីដបងនៃចង្កហ្នឹងលៀនភ្នែកឲ្យលៀនដាតមកមានឈាមតាមដាតមានឈាមតាមភ្នែកទៀតអញ្ចឹងបងខ្ញុំពេលហ្នឹងគឺអស់អីពីខ្លួនហ្នឹងទម្លាក់សัตว์ទម្លាក់ស្នាតេះស្នាអីទម្លាក់អស់រត់បងខ្ញុំគាត់ថាហួសពីទៅពាំងដូនកែវនោះប្រហែលជា100ម៉ែត្រគឺមានចកាអ្នកភូមិមួយគាត់កាប់ចកាអញ្ចឹងចកាកាប់ថ្មីគឺដើមឈើធំគឺវាអត់ឆេះអស់ទេវានៅកោងគ្នានៅអីចឹងបងខ្ញុំគាត់ថារត់មកអត់មានប៉ះគល់ទេអត់មានប៉ះដើមឈើហ្នឹងគាត់រត់លោតមកកន្លងរត់មកគឺអត់មានមុតបលាអត់មានមុតអីទេជើងគាត់គាត់ថាអត់មានឈឺអីមិនតិចរត់មកអានឹងគាត់ខ្លាចខ្លាំងរត់មកល្ងឹតណាអ្នកនេះល្ងឹតរត់មកដល់ផ្ទះរត់មកផុតព្រៃនឹងមកក៏ដល់ផ្លូវរទេះចឹងទៅក៏គាត់រត់មកផ្ទះមកដល់ឡូឡាចឹងណាស្លន់ស្លោភ័យចឹងណាដោយតាខ្ញុំគាត់មានគាត់ធ្លាប់ប៊ូសស្រុកព្រានចឹងណាចឹងគាត់សុទ្ធធរសុទ្ធអីចឹងទៅក៏រៀងស្ងាត់អារម្មណ៍ស្ងប់អារម្មណ៍បន្តិចចឹងណាប៉ុន្តែជើងរបស់គាត់
trường bọc cột á smong cột cứ bay vậy tới Nam bọc nó cứ bọc đôi dương tru thằng nào ra cho chứ trường cột bây giờ là dương đăng á bây dương thòm đá cứ đà rồi gì tại cột rồi trường cột hay Jerome Pala để một trường cột nó cứ miền là khác bạn nữa hơi trường cột bên nó đà rồi gì small ấy cứ bay nhỏ năng ấy nó bây giờ cột đăng luôn bật lại cái cột zoom vô phây phong ấy miền Aram chập đam miền Aram chư chẳng á đời xa Aram cột nó miền riêng rùm ngọt bây bà rừng ngọt tịch tới dương chập Aram trường dương chư chẳng á giờ trơ đam tự trơ đam thứ năm ấy bật hay trường có cái cột thằng khăng mà đấy nói đó họ đó đâu ngay cái nơi ta sẽ làm này trường nó đời xa rột bục cột bục ấy chẳng còn tay có thà pin nó như có rột màu ăn miên chư ấy thì năng người đời xa lại khăng á năng người trong thứ Aram cột nó trom bàn bờ sao với mặt hải hay trường cột đó ví dụ mình tên trom chia ta nhầm cột xóm thứ năm cột bục thứ năm bật hồi trong từ hay hơm khăng mình tên cả nó năng người đời xa cả nó là tôn thơ miên pe đây mà đây nơi không sọc phum nhung năng người pe nơi chung ai hay thứ năm mấy gọt thơm sẽ bố đài nằm mũi sơn miên lùi lại cả nó đời xa trẻ phum nhóm miền này đánh thì già là gì đó việc sư trực tiếp công giống caro lùi rô cả cứ bưng lư đờ rô cô rô sạch khá rô bần ru rồi giống anh năng kì rồi có tờ si chung kê đôi nhom dây bị kháng đam giống si chung kê nơi chai chẳng bờ tệ tông sơn có ấy cứ ở đây lụa bà này kia anh mình tinh để buồn nái cái bờ đài giống đó năng người năng chia riêng đại nhom cho em lấy cái thằng bắp bầnហ្នឹងthì vì mình cùi khai tiết để sao nhưng mà sơ chèn dây mà đấy bàn tay riêng nó cứ cả lần được trong phum nhom men năng người bây giờ nhom năng miền riêng chạy em lấy chỉ bắt tọp tiết ở đây cả ở đây nhom thọp chúp rồi ở đây là nhom thọp lưới chà dây nè trong phum rồi có bắt tất cả để thọp cả trong phum mà nhom chẳng á năng người đồng liệt sang cầm thà chia cam san mũi sầm rạp này đó đi sầm rạp sạp nó bị thổi ca nó bị bạc bo nó bị thổi bị sen xe nhưng bị sầm rạ chẳng hết năng người chẳng riêng nhóm cửa bọc bánh nắng hay là thường thì ai tam đàn nhóm bán rồi có subscribe channel bao nhóm bán nhóm làm miền riêng xanh lấy chỉ tràn tiền năng người quân tràn chấm được liền